លោកថាក់ស៊ីននឹងសងសឹកលើមេដឹកនាំកម្ពុជាវិញក្រោយចេញពីពន្ធនាគារអ្នកវិភាគលើកឡើងថាការវិលត្រឡប់ចូលក្នុងឆាកនយោបាយរបស់អតីតមេដឹកនាំថៃលោកថាក់ស៊ីនស៊ីណាវ៉ាត់នឹងធ្វើឲ្យមានការប្រែប្រួលលើបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃជាពិសេសលោកថាក់ស៊ីននឹងមិនភ្លេចនោះឡើយក្នុងការរកវិធីសងសឹកទៅលើអតីតប្អូនធរគឺលោកហ៊ុនសែនដែលបានហែកគេលោករហូតជាប់ពន្ធនាគារការថ្លែងនេះគឺធ្វើឡើងបន្ទាប់ពីលោកថាក់ស៊ីនស៊ីណាវ៉ាត់ជាមេដឹកនាំនយោបាយចាស់ឧស្សាហ៍របស់គណៈបកភឿថៃត្រូវតុលាការថៃដោះលែងឲ្យនៅក្រៅឃុំមុនពេលកំណត់អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត់ត្រូវតុលាការថៃដោះលែងចេញពីពន្ធនាគារនៅមុនពេលកំណត់កាលព្រឹកថ្ងៃទី11ខែឧសភាបន្ទាប់ពីអនុវត្តទោសបាន8ខែក្នុងទឹកមុខញញឹមនិងកាត់សក់ខ្លីលោកថាក់ស៊ីនបានដើរចេញពីច្រកពន្ធនាគារខ្លងប្រេមនៅក្រុងបាងកកក្នុងសម្លៀកបំពាក់អាវពណ៌សដៃខ្លីនិងខោខាវ៉យវែងដើម្បីបិទបាំងឧបករណ៍អេឡិចត្រូនិកតាមដានអ្នកទោសដែលគេភ្ជាប់ទៅនឹងកជើងរបស់លោករហូតគ្រប់ចំនួនអនុវត្តទោសរយៈពេល1ឆ្នាំក្រោយពីបានឆ្លងផុតពីពន្ធនាគារលោកថាក់ស៊ីនបានជួបកូនស្រីបង្កើតរបស់លោកជាអតីតនាយករដ្ឋមន្ត្រីថៃគឺអ្នកស្រីផេថងឋានស៊ីណាវ៉ាត់រួមទាំងសមាជិកគ្រួសារនិងសកម្មជនអ្នកគាំទ្រគណៈបកភឿថៃដើម្បីច្រៀងចម្រៀងជាតិនៅមុខពន្ធនាគារក៏ប៉ុន្តែលោកមិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននោះឡើយដោយសារលោកបានចូលនៅក្នុងរថយន្តនិងធ្វើដំណើរទៅកាន់ភូមិគ្រឹះរបស់លោកតុលាការកំពូលទីក្រុងបាងកកបានសម្រេចឲ្យលោកថាក់ស៊ីនអនុវត្តទោស1ឆ្នាំឡើងវិញនៅក្នុងពន្ធនាគារកាលពីខែកញ្ញាឆ្នាំ2025បន្ទាប់ពីរកឃើញថាការផ្ទេរអតីតនាយករដ្ឋមន្ត្រីថៃរូបនេះពីពន្ធនាគារទៅកាន់មន្ទីរពេទ្យកាលពីឆ្នាំ2023គឺជារឿងខុសច្បាប់និងមានចេតនាពន្យាការស្នាក់នៅមន្ទីរពេទ្យនៅមុនការសម្រេចចិត្តរបស់តុលាការថៃនេះប្រមុខស្ដីទីនិងជាប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនជាអតីតប្អូនធររបស់លោកថាក់ស៊ីននិងបានបែកបាក់គ្នាបានបរិហាគេលោកថាក់ស៊ីនដែលជាបងធរថាបានសម្ដែងធ្វើពុតឈឺដើម្បីរួចផុតទោសពីការឃុំឃាំងក្នុងពន្ធនាគារការលោកទៅសួរសុខទុក្ខលោកថាក់ស៊ីនដល់ភូមិគ្រឹះជាមួយគ្នានេះលោកហ៊ុនសែនបានប្រាប់ពីរឿងលោកថាក់ស៊ីនធ្លាប់តម្រាយរឿងផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃប្រាប់លោកជាច្រើនដងដោយលោកហ៊ុនសែនបានចោទលោកថាក់ស៊ីននិងកូនស្រីគឺអ្នកស្រីផែថងឋាននៅក្នុងទោសក្បត់ជាតិនិងប្រមាថព្រះមហាក្សត្រតេតិនរឿងនេះអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកលោកសេងវ៉ាន់លីប្រាប់ទូរទស្សន៍អាស៊ីសេរីថាការវិលត្រឡប់ចូលនយោបាយរបស់លោកថាក់ស៊ីននឹងធ្វើឲ្យបរិបទនយោបាយថៃមានភាពរស់រវើកឡើងវិញប៉ុន្តែក៏ធ្វើឲ្យមានការប្រែប្រួលស្ថានភាពចំនួនព្រំដែនកម្ពុជាថៃដែលអ្នកនយោបាយថៃប្រើប្រាស់ធ្វើជាឧបករណ៍ដើម្បីរកការគាំទ្រពីអ្នកជាតិនិយមផងដែរទំនាស់រវាងបងប្អូនធររបស់មេដឹកនាំកម្ពុជានៃគ្រួសារត្រកូលហ៊ុននិងគ្រួសារអតីតមេដឹកនាំថៃនៃត្រកូលស៊ីណាវ៉ាត់ត្រូវគេមើលឃើញថាគឺជាដើមបង្កហេតុឲ្យផ្ទុះសង្គ្រាមតាមព្រំដែនដែលធ្វើឲ្យយោធាថៃឆ្លៀតឱកាសចូលឈ្លានពានទឹកដីកម្ពុជាទំនាស់នេះចាប់ផ្ដើមពីលោកហ៊ុនសែនបានធ្វើឲ្យបែកធ្លាយសម្លេងសន្ទនាតាមទូរស័ព្ទរវាងលោកនិងអតីតនាយករដ្ឋមន្ត្រីថៃអ្នកស្រីផេថងឋានដើម្បីសុំឲ្យកម្ពុជាបើកច្រកព្រំដែនឡើងវិញកាលពីខែមិថុនាឆ្នាំ2025បន្ទាប់ពីយោធាថៃបានបិទជាឯកតោភាគីការបែកធ្លាយកិច្ចសន្ទនានេះបានធ្វើឲ្យអ្នកស្រីផេថងឋានត្រូវតុលាការព្រហ្មទណ្ឌថៃសម្រេចព្យួរតំណែងរហូតដល់បណ្ដេញចេញជាស្ថាពរនិងទទួលរងសម្ពាធពីក្រមយោធាថៃអ្នកជាតិនិយមនិងគណៈបកប្រឆាំងដោយសារតែអ្នកស្រីបាននិយាយរិះគន់ក្រមយោធាថៃចំណែកលោកហ៊ុនសែនក្រោយពីបានអុចអាលនិងបង្កចំនួនជាមួយគ្រួសាររបស់លោកថាក់ស៊ីនហើយនោះលោកបានបង្ហោះចម្រៀងឌឺដងនៅលើ Facebook ដោយលោកបានរំលេចចំពោះខ្លួនលោកថាជាអ្នកធ្វើឲ្យរង្គោះរង្គើរដ្ឋាភិបាលក្រុងបាងកកនិងព្យាករណ៍ថាថៃនឹងមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល3ខែខាងមុខទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងแนะនាំពាក្យគណៈបកប្រជាជនលោកជារិទ្ធីដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី11ខែឧសភាសម្រាប់អ្នកវិភាគនិងអ្នកនយោបាយថៃយល់ឃើញថាក្រោយពីទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយនោះលោកថាក់ស៊ីននឹងស្ដារប្រជាប្រិយនិងអំណាចរបស់គណៈបកភឿថៃឡើងវិញតាមរយៈការចងសម្ព័ន្ធជាមួយគណៈបករបស់ក្រុមអ្នកនយោបាយអភិរក្សនិយមមុននឹងបោះជំហានដើម្បីសងសឹកលើក្រុមគ្រួសារមេដឹកនាំកម្ពុជាវិញនៅមុនជាប់ពន្ធនាគារលោកថាក់ស៊ីនបាននិយាយថាចំនួនកម្ពុជានិងថៃគឺប្រៀបដូចជាល្បែងជ្រមុជទឹកអ្នកណាជ្រមុជយូរជាងអ្នកនោះគឺជាអ្នកឈ្នះហើយអ្នកដង្ហើមខ្លីនឹងត្រូវស្លាប់ចំណែកអ្នកស្រីផេថងឋានបានសច្ចានៅមុខក្រុមសមាជិកបកក្នុងកិច្ចប្រជុំគណៈបកភឿថៃថាអ្នកស្រីនឹងប្រយុទ្ធលូកខ្សែដើម្បីរកយុត្តិធម៌រឿងលោកហ៊ុនសែនលួចថតសម្លេងសន្ទនាគ្នាជាឯកជននិងធ្វើឲ្យបែកធ្លាយជាសាធារណៈដែលធ្វើឲ្យគ្រួសារអ្នកស្រីជួបគ្រោះផ្ទួនយ៉ាងណាក៏ដោយលោកសេងវ៉ាន់លីលើកឡើងថាការប្រកាន់ភ្ជាប់នៅគោលការណ៍ច្បាប់អន្តរជាតិនិងសន្ធិសញ្ញាព្រំដែនរបស់អាណានិគមបារាំងនឹងក្លាយជាខែលការពារកម្ពុជាក្នុងស្ថានភាពដែលនយោបាយនៅក្នុងប្រទេសថៃមានការប្រែប្រួលលោកបន្តថាស្ថិតក្នុងស្ថានភាពនេះកម្ពុជាគួរតែពង្រឹងគោលជំហរការទូតនិងការពារអធិបតេយ្យជាតិរបស់កម្ពុជាឲ្យបានរឹងមាំនិងត្រូវតាមដានការវិវត្តរបស់កិច្ចព្រមព្រៀងនានាដើម្បីការពារកុំឲ្យទំនាក់ទំនងរវាងកម្ពុជានិងថៃវិលទៅរកអតីតកាលដ៏ជូរចត់នាងខ្ញុំសុភាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលា